và sự đây là của ngọc nế và ngày ní nhằm tồn phơi cá bằng hai là của tại tồn đằng đầm nà cáผลิตจำนวนแต่นองกูก่อนฟอร์มสมัยlà củaได้ก่อนอัดล้อมันผลิตจำนวนแต่หรือก็ล้อมันผลิตได้ប៉ុន្តែផ្លិចចឹងណាហើយឡដល់ពេលនេះខ្ញុំមករំលឹកជូនលោកគ្រូឡើងវិញដើម្បីឲ្យយើងចេះអនុវត្តទាំងអស់គ្នាណាចឹងដើម្បីផលិតបានយើងចូលទៅ Google Chrome មកហើយលោកគ្រូជ្រើសរើស email លោកគ្រូមកខ្ញុំ email ខ្ញុំមាន3មាន4អាសានេះខ្ញុំមិនតាន់ប្រើហ្នឹងហើយអញ្ចឹងខ្ញុំប្រើ email ថ្មីរបស់ខ្ញុំនេះអញ្ចឹងចូលក្នុង email វាមាននេះអាក្របចុច9គ្រាប់នេះលោកគ្រូចុចហ្នឹងក៏បានចុចមកឲ្យការរមកនេះឃើញ Google Form ទេអាហ្នឹង form នៅក្នុង Google Form រៀបវាអញ្ចឹងហើយបើអញ្ចឹងឯងលោកគ្រូ search នៅក្នុងនេះមក search នៅក្នុង Google មកនឹងសេមកនេះ Google មក form yes នេះ Google Form មកឃើញទេនេះយើងយកអានេះមកនេះ create form នេះគ្រូយកអានេះមកយើងយក like create form មកបាទនេះគឺជាទម្រង់ Google Form ដំបូងបំផុតណាអាន title form សម្រាប់យើងសេម្ដងជើងឯហ្នឹងនេះចឹងហើយលោកគ្រូឃើញឯងគ្រាន់តែខ្ញុំជ្រើសរើស Google Form មកក្នុង Google Form ខ្ញុំវាមាននេះវាមានកម្មវិធីសម្រាប់សរសេរគណិតជានេះកម្មវិធីសម្រាប់សរសេរគណិតជាណាឃើញទេមានកម្មវិធីសម្រាប់សរសេរគណិតជាបើសម្រាប់លោកគ្រូដែលអត់បានដំឡើងកម្មវិធីហ្នឹងទេគឺ Google Form លោកគ្រូអត់មានចេញហើយតម្រង់បែបហ្នឹងនេះចេញរូបរាងហ្នឹងហ្នឹងហើយអត់មានចឹងទេហ្នឹងគេហៅថាកម្មវិធីសម្រាប់ផ្សេងគណិតជាដែលមានឈ្មោះថានេះ Equation Mathmate Digital ហើយចឹងកន្លែងនេះសម្រាប់ផ្សេងម្ដងជើងចាំខ្ញុំផ្សេងម្ដងជើងមកដាក់ថាតេស្តហើយតែប្រចាំខែវិច្ឆិកាចឹងមកអីយ៉ាច្រើនមែនតែប្រចាំខែវិច្ឆិកាឃើញទេតែប្រចាំខែវិច្ឆិកាតែលោកគ្រូចង់ដាក់ឲ្យទៀតដាក់មកតែប្រចាំខែវិច្ឆិកាអញ្ចឹងខ្ញុំคลิกនេះមកមួយ load មកនេះតែប្រចាំខែវិច្ឆិកាដាក់ទីម៉ានដាក់ចាក់គេមកណាទី7បាទហើយលោកគ្រូខ្ញុំសូមប្រាប់ពន្លឺក្នុងការដូរ font ក្នុងការប្រើប្រាស់ font យើងចង់បាន font ដើម្បីយកប្រើក្នុងការសរសេរជាភាសាខ្មែរហ្នឹងនេះអញ្ចឹងយើងចូលកន្លែង customize មកអញ្ចឹងឃើញហើយលោកគ្រូមាន font style របស់វានេះមានអានេះ font សម្រាប់យើងសរសេរចំណងជើងធំអានេះឃើញទេមាន font ហ្នឹងគាត់ដូរមក font này ក៏មានដែរដូរមាន
anh đi mẹ xe sầm nu anh đi mẹ xe ăn bón này nâng con anh đi chơi được po gì giải po gì slide như thế đó và ai mới tiết là cụ trang là trang ấy là cụ trang ai phone một time với phone với miền mán nên miền ta thamอยู่มัน real cầm mô ấy đang miền tây chế chẳng là cụ trang ai phone một time chỉ phone bị sạc mai để sát chẳng là cụ ấy rồi đi chẳng như cụ khơi miền này nè khơi từ nhà lấy bộ cái sao ấy nhà lấy bộ cái mua phone là cụ click là về taoเนี่ยฟอนต์มันฟอนต์ภาษาอังกฤษจอฟอนต์ไอฟอนต์นั่นเนี่ยยังจะเดินบนไทยมันเป็นจรานะยังคลิกแต่เลือกฟอนต์นาmột người máuยังจังฟอนต์นามุ้ยยังคลิกแต่เลือกไว้ยังจะโอเคบ้านนะแล้วยังจังบานฟอนต์เข้ามาใช่ยังจังบานฟอนต์เข้ามายังอยู่เนี่ย script all script เนี่ยอยู่นี่มาฟอนต์มาอะไรบ้านหลังคือคนขมายนี่ยังจบเปียขมายมั้งนี่ขมายก่อนยังจบเปียขมายเคยยังใจภาษาขมายมาก็เลยบอกว่าเนี่ยโกนขมายนี่ไอ้กูลังไปเนี่ยภาษาขมายคนภาษาขมายยังใจlàกูสลายเนี่ยมือmộtนาสลายlàกูvô môn đang máu nè thằng ấy chẳng ơi man đi man này font này a đây đã chẳng nhầm click là font được mùi mất ok không vậy đồ font play này để là cụ chọn mang font này tiết nhưng miền đó mà mua lại con slide là cụ này nhầm ai thay bị bay tiếng thay bị bay mất là hỏiភាសានេះខ្ញុំចង់បានក្បាច់មួយនេះទៀតបូកូរៀនមកបាទនេះញ៉េខ្ញុំបាន3ឥឡូវខ្ញុំយកមួយទៀតចាហេតុ4ចឹងនេះបានហើយទៀតហើយបន្ថែមទៀតក្បែរបូកូខ្មែរម៉ុលខ្មែរអង្គរវត្តនេះខ្មែរអង្គរនេះភាសាខ្មែរorder មែនមានជ័យយ៉ាងសិតហ្វុនខ្មែរយើងហើយស្រឡាញ់មួយណាយកមួយហ្នឹងទៅមើលសំនេះខ្មែរសៀមរាបពេលច្រើនគឺប្រើខ្មែរសៀមរាបហ្វុនវាស្អាតនេះមួយទៀតហ្នឹងបាទហ្នឹងហើយគឺជាវិធីដើម្បី add font បន្ថែមទៅលើកម្មវិធីGoogle Form ចឹងកន្លែងនេះកន្លែង form description មានន័យឡើងយើងចង់ពិពណ៌នាយើងចង់និយាយអីបន្ថែមនិយាយមកតាក់ទងអ្វីដែលយើងចង់និយាយណាលោកគ្រូហ្នឹងហើយនេះទី1នេះចឹងនេះគឺជាកន្លែងយើងបង្កើតទំនួលចឹងដំបូងយើងក្នុង Google Form ទី1យើងត្រូវបង្កើតអីគេដើម្បីឲ្យសាសធ្វើលោកគ្រូយើងត្រូវបង្កើតអីទី1យើងកើតឈ្មោះហ្នឹងហើយសំណួរអីទី1បង្កើតឈ្មោះទី2 page ទី3ថ្នាក់ចឹងមកហ្នឹងហើយទីខ្ញុំសេមកចឹងខ្ញុំឲ្យវាពេកឈ្មោះសាសចឹងមក
សាតោហ្វុននឹងដែរណាហ្វុន question នឹងសំណួរអញ្ចឹងថែមយក question តោ question នេះហើយសៀមរាបបាទឈ្មោះសាក់សាក់ចឹងឈ្មោះសាក់យើងត្រូវតែជ្រើសរើសយក short answer ហើយសារកត់ទៅសេនេះ short answer សេចម្លាយខ្លីមកចឹងបន្ទាប់មកយើងត្រូវបង្កើតសំណួរបន្តទៀតគឺលោកគ្រូចុចសញ្ញាលេខបូកឬក៏លោកគ្រូ copy ក៏បានដែរណា copy មកបាទចឹងកន្លែងឈ្មោះសិស្សហ្នឹងខ្ញុំដូរទៅដាក់អីគេឈ្មោះឲ្យ page ណា page តពី page ហើយចឹង page ត្រូវបង្កើតអី page ហ្នឹងតើឲ្យលោកគ្រូចង់ឲ្យសិស្សសរសេរ page ជាឈ្មោះសិស្សប្រុសសិស្សស្រីឬក៏យើងជ្រើសរើសជា multiple choice អញ្ចឹងបើចង់ឲ្យគាត់នេះអញ្ចឹងយើងជ្រើសរើសយក multiple choice មកនេះដើម្បីគាត់ស្រួលយើងដាក់មក option ទី1អីគេប្រុសអញ្ចឹងមកទី2ស្រីមកបាទមាន page 2ហ្នឹងប្រុសស្រីហ្នឹងហើយ page ហើយមែនទៀតបាទយើង copy ទៀតមកនេះបាទ page ហើយគឺថ្នាក់ទីតោណាទីអីយើងដាក់មកទី7ហើយមក7អីយើងឡើងនេះដូរទៅជា7អី A 7 A B C ចឹងមកចឹងហ្នឹងគឺជាផ្នែកទី1បាទផ្នែកទី1គេហៅថាព័ត៌មានទូទៅភាសាចឹងបន្តមកបាទលោកគ្រូចង់ផ្ដាច់ section មានន័យជាផ្នែកនេះចុចដូចសញ្ញាស្មើចឹងប៉ុណ្ណឹងនេះចុចហ្នឹងទៅវាផ្ដាច់ section ហើយបើអត់ទេលោកគ្រូចុចសញ្ញាលេខបូកវាបន្ថែមសំណួរបន្តហើយចឹងលោកគ្រូកុំភ្លេចនេះបើក require បើកមុខងារវាមកចឹងហើយថងឈ្មោះសិស្ស page អីហ្នឹងគឺអត់ត្រូវឲ្យបន្ទុកគាត់ទេយើងអត់ឲ្យបន្ទុកទេនេះមិនប៉ុន្តែមិនឲ្យគាត់រំលងទេតើតែបំពេញលក្ខខណ្ឌអស់ឲ្យគាត់រំលងទេហ្នឹងជាផ្នែកព័ត៌មានទូទៅរបស់សិស្សនេះលោកគ្រូចឹងហើយផ្នែកបន្ទាប់គឺជាផ្នែកសំណួរចឹងហ៎ផ្នែកសំណួរចឹងលោកគ្រូចង់ផ្ដាច់ section ក៏បានអត់ក៏បានតែលោកគ្រូទេប៉ុន្តែសម្រាប់ខ្ញុំធ្វើឲ្យវាស្អាតទៅខ្ញុំផ្ដាច់ section នេះខ្ញុំចុចវាមកបាទនេះ
section ចឹង section នេះ unit section នេះមានផ្នែកទី1វាព័ត៌មានសាស្ត្រផ្នែកទី2គឺជាសំណួរអីគេគឺសំណួរពហុជ្រើសរើសយើងដាក់ចឹងមកសំណួរពហុជ្រើសរើសបាទតោះមកយើងចុចកាត់សំណួរមកបន្ថែមមកនេះយើងសេយករកគ្រប់ចំនួនគាត់គូអានចំនួនគាត់គូអាននេះមកចំនួនគាត់គូអានដែលดูก่อนมา84ตัวเจียงอัน84ตัวเจียงอันไออันนั้นตัวเจียงสมา94ไอ้ตัวเจียงหรือมาตัวเจียงมาចឹងនៅក្នុងនេះយើងស្រាប់បានយើងកែសម្រួលញ៉ាំនេះដល់តូជាងឬស្មើបានហើយចឹងចាំកែសម្រួលតូជាងឬស្មើ94តូជាងស្មើ94ចឹងកន្លែងនេះយើងចុចយើងអាចបង្កើតនេះបានរកគ្រប់ចំនួនគាត់អានចូលរកគ្រប់ចំនួនគាត់គូអានអញ្ចឹងក៏បានហើយយើងទៅបង្កើតនៅនេះយើងបង្កើតចំនួននៅក្នុងនេះកម្មវិធីគណិតជានេះតែគេហៅថា Math Equation Math Digital ចុចលើវាតនេះចឹងគេคลิกទៅលើវាមកឡើងកម្មវិធីឲ្យសេគណិតជារបស់នេះអានេះថា Equation Editor អានេះ LaTeX ជាទម្រង់ LaTeX អានេះជាខ្សែកោងអានេះយើងអាចសរសេរយើងយកមកយកសរសេរហើយវាចេញជាទម្រង់គណិតជាដែរនេះសម្រាប់យើងនិយាយនេះសម្រាប់ mode equation មានមុខងារវាច្រើនណាស់លោកគ្រូនេះឃើញទេលោកគ្រូសារៀនធ្វើទៅដឹងហើយប៉ុន្តែយើងសម្រាប់ខ្ញុំឬក៏យើងជាទូទៅគេប្រើនេះគឺងាយនេះ equation editor ចុចលើវាមកខ្ញុំសេមកមិនថាម៉េចចូលរកគ្រប់ចំនួនគាត់អានណាដែលអាននៅចន្លោះគេអានអញ្ចឹងខ្ញុំសេមក84សញ្ញាតូចធំយើងមើលនៅណានេះជ្រើសរើសនេះមកនេះមើលនៅហ្នឹងមកអញ្ចឹងខ្ញុំចូលផាយមកហើយលោកគ្រូក៏មានបញ្ញាទាំងអស់យើងមកមើលមកនេះមានទាំងអស់ហើយក៏មានដែរនេះតូចជាងអានតែអានហ្នឹងអីគេមិញតូចជាងឬស្មើតែអានតូចជាងឬស្មើបើអាកៅ
cao buồn mà cao buồn chẳng dương xe chẳng máu bởi vì dương xe chẳng máu dương nè nè dương vô bên insert màn máu click máu chành tăng cam thì mùi thay màu chẳng cái ở dân kho thì nhiều dẫn ô nè ô dân dân vô bà vô almond đi chẳng bị squall này bà vô almond này lô đã cam thì nè bài 4 tôi chừng anh tôi chiên mà cao buồn rồi nhé bên tầm rộng cái A đấy là của chẳng dương insert với đó bà để insert về tao về lột trồ mà để những đài là thêm lên đi nó đài liền trong tòa mà dương trâu ca sẽ chùm lại sao chờ đợi sẽ trồ mà chẳng dùm luôn cột cú ánh anh chơi mà anh mà này chứ đồ phấn mà cái lát dừng đạo vùng cho các bạn ấy anh mà vào vùng cho nó cho xì hay lên buồn nó mà nó bẹt buồn mà bẹt mùi mà bẹt bảy cao cốt cao pi cao buồn vào này những insert mà anh đang dựng đại ghế option đang tìm mũi ở đại ghế qua lâu dựng lại các bạn này tạo năng là ngủ dựng đã dòng qua các bạn này là phải nghe sưu về là sao vừa tấu lại sao về chùm lon cái này tấu chẳng dương bạn đã dòng qua này bạn đại thằng hòn này mình dựng đã chứ đã soi cái có nè cò nàng cò để biết add row add order add TP trong đây mà nỉ máu anh mà mã tiết bài tủ mối bàn 7 cao cốt cao pi cao buồn bài tủ mối bàn 7 cao cốt cao pi cao buồn mà bài tủ mối bàn 7 cao cốt cao pi cao buồn đi thì máu này insert mạt máu tiệt vì ở toàn có này vừa chắc gì đó rồi A đấy là cô này rồi nhón cái nhầm đồ nó nhầm đà do kho máu kho mà tiết dùng cao được bán 7 máu cho lỡ vía đi ăn lùi tiết bài tầm mối bàn 7 cao quát cao pi sửa tiết đấu
và bên này có là lên xua này màu này và cái đấy lên xua ở đôi mấy nha chanh màu sạch chạy và chắc nhâm tàu vâng làการ verify ចឹងសំណួរនោះគឺបាន10បន្ទុកបាន10បន្ទុកចឹងរបៀបដាក់បន្ទុកចឹងលោកគ្រូចឹងខ្ញុំដាក់បន្ទុកវាហើយតោះចឹងយើងដឹងហើយផ្នែកទី1ខាងលើនេះมันមានបន្ទុកទេយើងផ្នែកទី2នេះมันមាន section នេះណាចឹងយើងដើម្បីដាក់បន្ទុកបានលោកគ្រូចូល setting មក setting លោកគ្រូបើកនេះ require បើកហ្នឹងមកចឹងមុខងារហ្នឹងវាលោតឲ្យយើងប្រាប់អញ្ចឹងហើយវាបើកមុខងារយើងមាន3ហ្នឹងអញ្ចឹងក្រៅហ្នឹងយើងមិនបាច់ទៅអីទេនេះ3ហ្នឹងបាទ response អីហ្នឹងស្អីគេនេះវាសួរនេះ select email address មិនបាច់ធ្វើអីវាទេអាហ្នឹងតាក់ទង email ហ្នឹងយើងមិនបាច់ធ្វើអីទេ allow response edit នេះ allow response edit អញ្ចឹងបើសិនជាលោកគ្រូបើកមានន័យថាឲ្យវិស័យគេនេះ response can be changed after begin submitted បើយើងបើកកន្លែងហ្នឹងមានន័យថាពេលដែលសិស្សធ្វើហើយគាត់ទៅមើលចម្លើយគាត់ឃើញខុសគាត់អាចចូលទៅធ្វើម្ដងទៀតឃើញទេអញ្ចឹងលោកគ្រូមិនបាច់បើកទេយើងបិទទៅឲ្យសិស្សធ្វើតែម្ដងបានហើយហ្នឹងហើយមុខងារផ្សេងពីហ្នឹងទៀតមិនបាច់តន់ខ្វល់អីវាទេអញ្ចឹងយើងចូលទៅ question យើងវិញនេះអញ្ចឹងកាន់យើងបើកអញ្ចឹងវាចេញនេះ answer key យើងคลิกទៅលើ answer key មកតើដាក់បន្ទុកបន្ទុកបានអញ្ចឹងលំហាត់នឹងមួយឲ្យបន្ទុក10អីលេខបានបន្ទុក10បាទហើយបន្ទុក10តែចម្លើយនោះណាត្រឹមត្រូវរកគ្រប់ចំនួនគត់គូអានដែលនេះចម្លើយមួយណាជាចម្លើយត្រឹមត្រូវគឺខ86 88 9 92 94យើងគ្រីឡើងខហ្នឹងមកបាទគ្រីមកវាគ្រីឲ្យយើងហើយយើងមកទៀតយើងដានមកខ្ញុំមានន័យថាយើងបានកំណត់បន្ទុកនឹងរួចហើយអញ្ចឹងបើសិនតែសិស្សគាត់ជ្រើសរើសកឬគាត់ជ្រើសរើសគោគឺមានន័យថាចម្លើយហ្នឹងគឺខុសហើយត្រូវបានបន្ទុក0ដាក់លេខនោះគោទៅទៀតខ្ញុំ copy វាមកធ្វើសំណួរបន្តទៀត copy ទេលោកដូរសំណួរមកសំណួរទី2អីគេសំណួរទី2ថាបំបែកចំនួន208ជាផលគុណកតាបឋមលុបមកបំបែកចំនួន208ហ្នឹងឡោះវាសិនមកសេសិនជាផលគុណតាបឋមផលគុណកតាបឋម
8ណាចាប់ពី8អញ្ចឹងយើងលុបនេះចេញមកតនេះ remove វាមកអញ្ចឹងយើងដាក់ចម្លើយចូលមកអញ្ចឹងហ៎អត់សើ8សើវិកេតទៅឃើញបានឃើញទេអញ្ចឹងខ្ញុំលុបចម្លើយកចេញដែរបាននេះលុបចេញអស់បាទអញ្ចឹងអានេះក៏តើចាំយើងចូលលបដូរដែរកាលយើងអាប់ដូរគឺខុសហើយចាំយើងបដូរក្រោយដោយសារយើងcancel បំបាយចំនួនវាជាផលគោលការណ៍ធម្មយើងចម្លើយកយើងហើយអត់ចូលមកកមិនបានអញ្ចឹងហើយប្រហែល2 8 8បានមកខ្លះ8មក2 8នឹងស្មើយើងបាយបានមកខ្លះ2 គុណ 5 គុណ 7យើង2អសញ្ញាលេខគុណនៅណាលោកគ្រូលោកគ្រូអញ្ចឹងបើយើងបាក់អូលោកគ្រូលោកគ្រូអាចប្រើ shortcut key បានគឺយើងចុច slash ហើយសរសេរពាក្យ time មកយើងអាចមកបានអញ្ញាលេខគុណនេះ2 គុណនឹង 5 slash time គុណនឹង 7 ឡាយទី1 insert ទៅខទៀតបាន2សេគុណ 3 គុណ 7ចឹង2ខ្សែគុណលោកគ្រូនឹងគ្រូចុច C ឲ្យលេខ6មកចុចកន្លែងស្លាហ្នឹងមកចុចកន្លែង space សញ្ញា space មកបានណាមួយទៀត insert បាច់ក2សេគុណ 3 គុណ 5 គុណ 7 3 slash time គុណ 5 7បាទទៅយើងអាចដាក់4កើតមួយទៀត2គុណ 3 គុណ 5 2គុណ 3 គុណ 5យើងលុបអាយ៉ាសំតោអញ្ចឹងយើងបង្កើតបាន4ណាស្អាតនេះខកាប់តទៀតយកនាមដល់យើងមិន
Ồ,ចូលទៅដាក់បន្ទូហើយកុំឲ្យខុសចឹងចម្លើយត្រឹមត្រូវអានេះគឺចម្លើយគោចម្លើយគោយើងចូលដូរវិញនេះចម្លើយគោត្រឹមត្រូវពេលឲ្យប្រើបន្ទូ10បន្ទូដដែលត្រូវតាមបន្ថែមសំណួរបើយើងចូលសំណួរទី3គឺចូលពិនិត្យមើលរូបខាងក្រោមតើចំនួនណាខ្លះដែលតូចជាង14និងធំជាង5អញ្ចឹងលំហាត់សំណួរលំហាត់ពេលនេះត្រូវតែមានរូបភាពឲ្យសិស្សមើលគឺរូបភាពគឺរូបភាពបន្តចំនួនអញ្ចឹងចូលទៅដោយសារក្នុងកម្មវិធីគណិតវិទ្យាយើងនឹងឲ្យពិបាកគូបាអីព្រោះយើងចំណាយពេលយូរអញ្ចឹងទៅហើយបើយើងគូក៏បានដែរយើងប្រើកម្មវិធីនឹងគូទៅអញ្ចឹងវាចំណាយពេលយូរអញ្ចឹងខ្ញុំអត់គូទេខ្ញុំប្រើវិធីផ្សេងទេគឺខ្ញុំបន្តអាប់ឡូតរូបភាពខ្ញុំចូល browser សួរនៅក្នុងនៅកុំព្យូទ័រចូលលង Google Drive My Drive មានអត់បាទអត់តន់ទេខ្ញុំ Google Drive មកណានេះរូបខ្ញុំមកហើយ Google Drive នេះរូបភាពនេះវាបន្តចំនួនខ្ញុំคลิกលើនឹងមួយមក insert ទៅបាទឃើញទេបាទរូបភាពបន្តចំនួនមកហើយណាពិនិត្យមើលរូបខាងក្រោមនេះរូបបន្តចំនួនតើចំនួនណាខ្លះដែលតូចជាង14ហើយធំជាង5ហ្នឹងឯងមើលអញ្ចឹងយើងសេចូលមកយើងឲ្យចំណាយសាសអង់គ្លេសទៅមានចំនួនណាខ្លះដែលតូចជាង14ហើយធំជាង5នេះ14 13 14ហ្នឹងហើយ14តូចជាង14ណាហ្នឹងតូចជាង14ទៅមក6 6 7 8 9 10អត់បានទៀត11 12 13 insert ទី2យើងយក6 8 9 8 10 12 លុបចេញ
ចឹងខ្ញុំជ្រើសរើសនេះគឺសម្គាល់ទៅលើសិស្សគាត់ច្រឡំទៅជាចំនួនគូខ្ញុំជ្រើសរើសទី3ចុចលើ Math Equation Math ចឹងហើយមកដល់នេះគឺសិស្សច្រឡំចំនួន40វិញដល់ចឹងចំនួន40មានអីគេ7 9 11 13បាទសិស្សច្រឡំចំនួន40ចឹងខ្ញុំកាត់សំណួរមួយទៀតទៅលើ Math មួយទៀតគឺសិស្សគាត់អត់ស្គាល់គាត់អត់ដឹងតែពាក្យចន្លោះអត់យល់ពាក្យចន្លោះអញ្ចឹងគាត់សេទាំងអស់អញ្ចឹងចាប់ពីណាទៅគឺមានតាំងពី5 6 7 8 9 10 11 12 13ហ្នឹងហើយអត់ចឹងយើងមិនមាន4ទេណាចឹងទី1ដាក់កអកខយ៉ាងទៅខចូលដាក់ចម្លើយហើយបើកលក្ខខណ្ឌសិនចម្លើយណាត្រឹមត្រូវគឺ6ដល់13ចម្លើយកទាំងអស់នោះមកបន្ទុកដែរ5បន្ទុកជឿណាដានចឹងផ្នែក section ទី2នេះយើងបាន3លំហាត់ហើយបន្តទៀតបាទយើងបន្តទៀតចូលដល់ចំនួនគូគងចូលលំហាត់គូគងគ្រូជ្រើសរើសយកមុខគេនេះ multiply choice grid ណារើសមួយហ្នឹងចឹងបានមកពីផ្នែកទី1ជា row ហ្នឹងគឺ
mà giờបង្កើតសំណួរហើយកន្លំគឺសម្រាប់បង្កើតចម្លើយរោទី1សេមកពេលតាមម៉េច2ពីស្វ័យគុណ2គុណនឹង5ស្វ័យគុណ2ដែរadd row ចឹងចំពោះអត់គូកងកម្មវិធីគណិតជាយើងវាអត់ឲ្យយើងនេះកម្មវិធីនេះបានមេ digital ហ្នឹងគឺអត់ឲ្យយើងទៅសេបានដោយនៅក្នុងមកលិផលឆយយើងដាក់ row ទី1អញ្ចឹងដល់ពេលវា load តែ row ទី1វា load នៅខាងលើខាងនេះចឹងយើងប្រើអាហ្នឹងអត់កើតឬក៏យើងប្រើមិនតាន់ត្រឹមត្រូវតាមបច្ចេកទេសអញ្ចឹងខ្ញុំប្រើវិធីសាមញ្ញធម្មតាតោះមកគឺ PCCD PCCD នៃ4872 132 4872 132រោបន្តទៀតគឺ PPCM PPCM នៃ18 2436 18 2436វត្តចូលនៅក្នុងវត្តគឺប៉ាល់អាប់ឡូតតែម្ដងគណនាកន្សោមក្រោម
ចឹងយើងយកសំណួរជា20បាទ upload ជ្រើសរើសមកនេះ file upload តមកជ្រើសរើស continue យើងបើកមុខវាវិញណា allow only specific file type បើកវាមកចឹងមុខវាមានច្រើនឃើញទេលោកគ្រូចឹងសំខាន់ជាងគេដល់ពេលយើងយកឲ្យសិស្សធ្វើគឺយើងយកតែ image មកបានហើយឬក៏ document ហ្នឹងមកឯកសារចឹងមកបានដូចគ្នាហើយយើងយក PDF តោះលេខសាសហ្នឹងធ្វើកិច្ចការឲ្យថតហើយ save ជា PDF បាន upload បានអញ្ចឹងកុំឲ្យលក្ខខណ្ឌវាឆ្ងាយយើងយកតែ image បានហើយនេះគឺ maximum number of file អញ្ចឹងចំនួន file ដែល upload មកគឺឲ្យតា upload យ៉ាងច្រើន5សន្លឹកមកហើយ maximum file size ទំហំហ្នឹង10 MB ហ្នឹងបានហើយហើយកុំភ្លេចយើង require ឲ្យមកហើយលំហាត់ហ្នឹងយើងឲ្យប្រមាណបន្ទុកឥឡូវខ្ញុំថាលំហាត់ហ្នឹងខ្ញុំឲ្យបន្ទុកហើយមក15នេះ15លេខយើងទៅបង្កើតលំហាត់មកចូលម៉ាត់មេឌីជីថលយើងមកយើងដាក់ A ទៅនេះបាននេះហើយវងចោ35 ដង 7 35 ដង 7ហើយវងចោទៀត6 4 4លើ6តមកចែក2ចែកមកមើលសិននេះនេះក៏មានហ្នឹងចឹងហ្នឹងណាសញ្ញាចែកចុះបានហ្នឹងហើយចែកនឹង2ចែកនឹង2ហើយយើងដក clear មក1 Bដែល21 25ចែកនឹង7 21លើ25នោះចោល divide នឹង7 divide នឹង7 plus 21 បូក28លើ28 divide 7
C 5,700 ដល់តែ4គុណនឹងគុណស្លាថាមចោ88បូក12លើ12បាត់វងចំបាត់គណេបរួចហើយចែកនឹង2ចែកនឹង2ចែកទៀតបាទគុំបានមួយចោ8ដល់2បាទមាន3ហ្នឹងយើងសើទៅចឹងហ្នឹងគឺសម្រាប់ឲ្យសិស្សគាត់ធ្វើគាត់អានប្រធានហ្នឹងគាត់ធ្វើដាក់កណ្ដាលទៅគាត់ធ្វើដាក់កណ្ដាលហើយគាត់ថតហើយ save ថតហើយគាត់យករូបថតគាត់ហ្នឹង upload ចូលនឹងប្រព័ន្ធរបស់យើងមកបានហើយយើងបន្តទៀតចូលដល់បាល់ upload ទី2អស់តាមទី2គឺ5កូរ៉េវាជាតម្រង់ជួបព្រះយើងចុចស្លាហើយស្ពេមកតម្រង់ជួបព្រះ5ហើយគុណ2 5ហើយគុណ2បូកនឹងយើងទៅក្រោមទេបូកនឹងរឹសគីប27អញ្ចឹងរឹសគីបយើងទៅជ្រើសរើសក៏បានយើងសេតាម shortcut key ក៏បានសេតាមទម្រង់ដូចជានៅក្នុងកម្មវិធី Word ហ្នឹងមកយើងចុច slash សេមក CBRT CBRT ទៅ slash QBRT 5កូរ៉េ
Xong rồi lên với đọt đọt các họ nó dùng chai cho mỗi những buồn và buồn bì à, khoảng lô thì nhưng mà làm lô điều mình bì này một tiếng bài chẳng là làm lô rụp hẹp nhưng thì mà pin đất bơ rụp rụp từng nhuộc thành nhà thành nhà rồi bỏ đó thành nhà rồi bỏ rồi mình bài ra đọc